កូនព្រះអង្គសូមយើងបានសរសើរដំណើរព្រះអង្គជាមួយនឹងគ្នាហើយសូមយើងអន្តរដៃសរសើរដំណើរទាំងអស់គ្នានៅបទទី1តោះយើងសរសើរដំណើរ ជាព្រះអង្គម្ចាស់ដ៏មានព្រះជន្មរស់ហើយព្រះអង្គម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់របស់យើងទាំងអស់គ្នាយើងនៅសារដំណើរព្រះអង្គបន្តទៀតនៅបទភាពស្មោះត្រង់ព្រះអង្គ ស្មោះត្រង់ព្រះអង្គមិនដែលខ្ញុំខកចិត្តទ្រង់តែងតែផ្ដល់ចំណូលមកក្នុងជីវិតទោះពេលរាត្រីរកចាំវាសែនលំបាកពេកកាប់គុណព្រះរបស់ទ្រង់មិនដែលស្មោះត្រង់ព្រះអង្គមិនដែលឲ្យខ្ញុំខកចិត្តទ្រង់តែងតែប្រែជំនួយមកក្នុងជីវិតទោះពេលរាត្រីរងចាំវាសែនលំបាកពេកកាប់គុណព្រះរបស់ទ្រង់មិនដែលលើថាទ្រង់សំដែងការអស្ចារ្យជាមួយនឹងដូនតារាជអ៊ីស្រាអែលហើយការអស្ចារ្យនោះទ្រង់នៅធ្វើដល់ណាព្រះអង្គមិនបបរព្រោះទ្រង់ស្រឡាញ់ របស់ព្រះអង្គនៅតែស្រ័យរកទ្រង់ព្រះដ៏សែនស្មោះត្រង់ទ្រង់ព្រះសន្តានហើយ
ទ្រង់បានសន្យាថានឹងប្រទានពរនឹងក្រីសងបវរដែលយើងគ្រប់គ្នាដោយយើងគ្រប់គ្នារៀបបត្រភាពស្មោះត្រង់ព្រះអង្គមិនដែលឲ្យខ្ញុំខ្វល់ចិត្តទ្រង់តែងតែផ្ដល់ជំនួយមកក្នុងជីវិតទោះពេលក្រាត់ត្រូវរងចាំវាសែនលំបាកពេកហើយការគុណผู้របស់ទ្រង់មិនដែលយឺតពេលឡើយភាពស្មោះត្រង់ព្រះអង្គមិនដែលឲ្យខ្ញុំខកចិត្តទ្រង់តែងតែផ្ដល់ជំនួយមកក្នុងជីវិតទោះពេលក្រាត់ត្រូវរងចាំវាសែនលំបាកពេកហើយការគុណผู้របស់ទ្រង់មិនដែលយឺតពេលឡើយភាពស្មោះត្រង់ព្រះអង្គមិនដែលឲ្យខ្ញុំខកចិត្តទ្រង់តែងតែផ្ដល់ជំនួយមកក្នុងជីវិតទោះពេលក្រាត់ត្រូវរងចាំវាសែនលំបាកពេកហើយការគុណผู้របស់ទ្រង់មិនដែលយឺតពេលឡើយការគុណผู้របស់ទ្រង់មិនដែលយឺតពេលឡើយអាមែនអរគុណដល់ព្រះអង្គពិតភាពស្មោះត្រង់របស់ព្រះអង្គមិនដែលឲ្យពួកយើងខកចិត្តនោះទេទ្រង់តែងតែផ្ដល់ជំនួយទោះបីពេលខ្លះយឺតក៏ប៉ុន្តែព្រះអង្គមិនដែលបោះបង់នោះឡើយព្រះអង្គនៅតែផ្ដល់ជំនួយហើយនឹងព្រះអង្គនៅតែប្រទានព្រះពរមកដល់ពួកយើងទាំងអស់គ្នាសូមបងប្អូនទាំងអស់គ្នាបានអង្គុយចុះហើយសូមយើងទាំងអស់គ្នាបាន